ប្រជុំនិងជាដករឿងពាក់កបណ្ឌិតអ្នកប្រាជ្ញគួរធ្វើល្ងងក្នុងកាលខ្លះដើម្បីសន្តិភាពក្នុងអវសានដែលកន្លងទៅហើយមានកូនបក្សី3គឺកូនក្ងោកកូនសាលិកាកូនកុកនៅអាស្រ័យក្នុងសម្បុកលើមេឃប្រក្សាចិត្តគ្នាសម័យនោះមានថ្មព្រៃ3នាក់នៅក្នុងដែនកម្ពុជាបាននាំគ្នាចរចូលទៅក្នុងព្រៃដើម្បីចាប់មរឹកថ្មព្រៃទាំង3នាក់ខំស្វែងរកមរឹកអស់មួយថ្ងៃពុំបានជួបប្រទះសោះដល់ពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3ដែលនៅក្នុងសម្បុកចិត្តគ្នានោះក៏ចាប់យកមួយម្នាក់មកចិញ្ចឹមឯថ្មព្រៃទាំង3រូបនោះមានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3ហាក់ដូចជាកូនបង្កើតបានគិតគ្នាថាយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយយកទៅថ្វាយស្ដេចជាគ្រឿងបណ្ណាការថ្មព្រៃម្នាក់ដែលចិញ្ចឹមកូនក្ងោកខំបង្ហាត់ឲ្យចេះពងចេះរាំចេះក្រាបសំពះឯក្ងោកជាសត្វមានគំនិតខ្លីក៏ចេះតែខំធ្វើតាមដរាបដល់ចេះពងចេះរាំចេះក្រាបសំពះដូចបំណងរបស់ម្ចាស់ថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសាលិកាក៏ខំបង្ហាត់បង្ហាញឲ្យរៀននិយាយភាសាមនុស្សសាលិកាជាសត្វមានគំនិតខ្លីខំប្រឹងនិយាយតាមដរាបដល់ចេះនិយាយជាមួយនឹងមនុស្សបានអាត្មាព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខំបង្ហាត់បង្រៀនកុកនោះតាមបំណងរបស់ខ្លួនប៉ុន្តែកុកជាបណ្ឌិតមានគំនិតវែងបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រាបសំពះតាមឱវាទរបស់ថ្មព្រៃទឹកចរិតនោះទេបើអញធ្វើជាអ្នកចេះដឹងបុកតែថ្មព្រៃនេះដាក់ក្នុងទ្រូងដរាបដល់អស់ជីវិតលោកគិតដូច្នេះហើយក៏មិនអើពើនឹងឱវាទរបស់ថ្មព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រក់ប៉ុណ្ណោះថ្ងៃមួយថ្មព្រៃទាំងនោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចព្រះរាជាបានទតឃើញកូនបក្សីនោះហើយទ្រង់មានព្រះតម្រាស់ថាមនាលព្រានកូនក្ងោកនេះមានគុណវិសេសដូចម្ដេចខ្លះអ្នកម្ចាស់ក្ងោកក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពក្ងោកនេះចេះរាំចេះពងចេះក្រាបថ្វាយបង្គំក៏ប្រើក្ងោកនោះថ្វាយបង្គំព្រះរាជាលុះក្ងោកនោះថ្វាយបង្គំហើយអ្នកម្ចាស់ក្ងោកធ្វើភ្លេងដោយមាត់របស់ខ្លួនក៏កំពុនពេករេរាំតាមភ្លេងនោះព្រះរាជាបានទៅឃើញដូច្នោះទ្រង់សពព្រះហឫទ័យណាស់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យចង់ទុកក្បែរទីនោះទៅទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសាលិកាទៀតអ្នកចិញ្ចឹមសាលិកាក្រាបទូលថាបបិទ្ធមហារាជសាលិកានេះចេះនិយាយភាសាមនុស្សបានក៏នាំសាលិកានោះនិយាយថ្វាយព្រះរាជាព្រះសណ្ដាប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ភាសាកូនសាលិកានោះហើយទ្រង់សពព្រះហឫទ័យក៏បង្គាប់អាមាត្យឲ្យចង់ទុកក្បែរសត្វក្ងោកទើបត្រាស់សួរទៅអ្នកចិញ្ចឹមកុកទៀតអ្នកចិញ្ចឹមកុកក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពកុកនេះជាសត្វល្ងងបំផុតទោះបីទូលព្រះបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះដឹងអ្វីសោះ
ចេះត្រឹមតែស្រែកក្រកប៉ុណ្ណោះគប់បណ្ឌិតការបើម្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នោះហើយក៏ស្រែកក្រឡើងលំដាប់នោះព្រះរាជាទ្រង់ព្រះសម្រួលយ៉ាងខ្លាំងទៅបង្គាប់អាមាត្យថាឯងយកគប់នេះទៅលេងនាំគប់ទុកព្រោះវាល្ងងណាស់មិនចេះនិយាយស្ដីនឹងគេទេគប់បណ្ឌិតការបើអាមាត្យលេងហើយក៏ហើរទៅទុំលើកំពូលប្រាសាទសូត្របទគិថាជាភាសាមនុស្សថាបបិទ្ធមហារាជខ្ញុំជាគប់បណ្ឌិតមានប្រាជ្ញាម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចពីចំណងឯកង្កោកនិងសាលិកាជាអ្នកចេះដឹងច្រើនជាប់ចំណងក៏ច្រើនព្រះរាជាទ្រង់ព្រះសម្ដាប់គាថារបស់គប់បណ្ឌិតហើយក៏ទ្រង់បន្លឺនៅព្រះសូរសហនាថថាសាធុអ្នកជាបណ្ឌិតមានប្រាជ្ញាគប់បណ្ឌិតក៏ហើរទៅតាមវត្ថុផងរបស់ខ្លួនដោយសួស្ដីលំដាប់នោះព្រះរាជាទ្រង់ទូតឃើញកង្កោកនិងសាលិកាដែលគប់ចំណងមានមុខក្រៀមក្រំស្រងត់ស្រងាត់ក៏ត្រាស់បង្គាប់អាមាត្យឲ្យដោះលែងទៅ